ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺអត់បានចំណាយប្រាក់ឬក៏ទៅផ្សារអីទេបងប្អូនហើយដោយសារតែបងស្រីណាចិត្តខាងគឺគាត់ហុំសម្រាប់ណាចឹងហើយគឺគាត់ឲ្យមក4ក្បាលហ្នឹងបើគិតជាគីឡូប្រហែលជាចូលខ្ទង់1គីឡូរបស់គាត់ដែរចឹងណាព្រោះឯត្រីនេះគឺធំខ្លាំងណាបងប្អូនហើយត្រីឆ្ពិននេះគឺជាប្រភេទត្រីទលេចឹងហើយទៅយើងយកមកគ្រាន់តែវះយកអាចវាចេញឲ្យស្អាតទៅគឺយើងយកទៅលាងទឹកឲ្យស្អាតទៅបងប្អូនហើយគឺរៀបរយជាការស្រេចហើយព្រោះអីបងស្រីនឹងគឺគាត់សកាឬក៏គាត់ធ្វើអីផ្សេងហើយនឹងយើងគ្រាន់តែយកមកយើងយកវះយកអាចវាចេញហើយគឺយើងឆោតទៅបងប្អូនហើយព្រោះថាត្រីនេះបើសិនជាយើងអត់ឆោតវាទេគឺពិបាកញ៉ាំទេព្រោះរសារជាប្រភេទត្រីឆ្អឹងអញ្ចឹងណាបងប្អូនហើយសម្រាប់បងនៅក្នុងឃុំគ្រួសារមានកូនទូចកូនអីបងប្អូនធ្វើបែបនេះទៅបងប្អូនហើយយកទៅប្រឡាក់ឬមួយក៏យកទៅស្ងោរជ្រក់ស្ងោរអីតាមការចូលចិត្តតែខ្ញុំធ្វើដោយសារតែខ្ញុំអត់ស្លទេបងប្អូនព្រោះខ្ញុំមានសម្លរួចរាល់ហើយអញ្ចឹងទៅគឺខ្ញុំធ្វើត្រីនេះគឺធ្វើទុកប្រឡាអញ្ចឹងណាបងប្អូននិយាយចំទៅបងប្អូនហើយត្រីនេះហាត្រីទលេហើយគឺពងទៀតនិយាយចំទៅ4ក្បាលហ្នឹងណាគឺពងទាំង4ក្បាលតែម្ដងអញ្ចឹងណាគឺល្អខ្លាំងមែនតើបងប្អូនហើយចាហើយចំពោះការលាងសម្អាតត្រីវិញគឺខ្ញុំធ្វើរៀងខុសពីគេបន្តិចណាបងប្អូនបើសិនជាបងប្អូនចាប់អារម្មណ៍បងប្អូនអាចមើលវីដេអូខ្ញុំបានខ្ញុំធ្វើនេះគ្រាន់តែជាការចែកម្លែកហើយក៏លម្អិតផងដែរអញ្ចឹងណាគឺខ្ញុំចាក់ម្សៅឆាបងប្អូនបន្តមកទៀតគឺខ្ញុំលាងតាំងទិញអញ្ចឹងទេគឺខ្ញុំដាក់ត្រាំវាប្រហែលជា20នាទីដើម្បីឲ្យវាកាត់ឆ្អាបហើយនឹងក្លិនណាបងប្អូនហ្នឹងហើយនិយាយចំទៅនេះជាទម្លាប់របស់ខ្ញុំផ្ទាល់តែម្ដងណាបើសិនជាបងប្អូនធ្វើខុសពីខ្ញុំក៏អត់អីដែរបងប្អូនហើយចាអត់អីទេខ្ញុំទុកវាប្រហែលជា20នាទីទើបខ្ញុំយកទៅលាងទឹកស្អាតម្តងទៀតណាចំពោះការលាងត្រីរបស់ខ្ញុំហ្នឹងគឺខ្ញុំដាក់ប្រភេទខ្ញីដែរបងប្អូនណាហ្នឹងហើយដាក់អញ្ចឹងទៅឬមួយក៏ស្លឹកក្រូចសើចក៏បានដែរឥឡូវត្រីរបស់ខ្ញុំណាគឺលាងបានរួចរាល់ហើយឥឡូវខ្ញុំមកប្រឡាក់ត្រីវិញម្ដងចំពោះការប្រឡាក់វិញគឺខ្ញុំប្រើអំបិលប្រហែលជាមួយស្ព្រាបាយស្ករមួយស្ព្រាបាយកន្លះហើយម្សៅស៊ុបប្រហែលជាកន្លះស្ព្រាបាយបើសិនជាបងប្អូនអត់ប្រើក៏បានដែរណាចំពោះម្សៅស៊ុបហើយខ្ញុំចាក់ប្រេងខ្យងបន្តិចហើយនឹងគល់ក្រេចូលដើម្បីឲ្យវាកាត់ឆ្អាបថែមហើយមានក្លិនឈ្ងុយទៀតផងខ្ទឹមសហើយនឹងប្រភេទស្លឹកក្រូចចាបងប្អូនណាហើយខ្ញុំប្រឡាក់តែប៉ុណ្្នឹងទេហើយក៏របៀបចម្អិនគឺខ្ញុំអត់បានចម្អិនជូរទេបងប្អូនណាព្រោះថារបៀបប្រឡាក់ត្រីនេះគឺខ្ញុំប្រឡាក់តែទ្រុសទេបងប្អូនណាបង្ហាញជូនបងប្អូនសម្រាប់បងប្អូនណាដែលមិនទាន់ចេះប្រឡាក់ត្រីអញ្ចឹងណាបងប្អូនហ្នឹងហើយនេះគឺជាវីដេអូចែកម្លែកមួយសម្រាប់បងប្អូនស្រីដែលគាត់អត់ទាន់ចេះធ្វើម្ហូបចេះអីអញ្ចឹងណាបងប្អូនហ្នឹងហើយបើសិនជាបងប្អូនពេញចិត្តវីដេអូនេះសូមកុំភ្លេចជួយ share វីដេអូរបស់ខ្ញុំម្នាក់មួយផងណាចាអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងទេចាំជួបគ្នាវីដេអូក្រោយៗទៀតណាអរគុណច្រើន